ចុះឥឡូវបើវាមិនគោរពបទឈប់បាញ់មិនគោរពកិច្ចប្រព្រឹត្តសន្តិភាពយើងគួរធ្វើម៉េចឥឡូវបើវាបំពេញយើងរហូតវាឈូសឆាយផ្ទះអ្នកស្រុកនៅភូមិព្រៃចានហ្នឹងវាឈូសឆាយវាពាត់លបងលួសពាត់អីហ្នឹងតើកម្ពុជាគួរមានវិធីសាស្ត្របែបណាប្រើប្រាស់យន្តការអត់ធ្មត់បន្តទៀតឬមួយក៏ត្រូវប្រើប្រាស់កម្លាំងបដាអាវុធជាមួយវាការដោះស្រាយបញ្ហានេះត្រូវការយុទ្ធសាស្ត្រជាច្រើនតំណែងដូច្នេះព្រមទាំងការចូលរួមជាមួយប្រជាជនសេរីភាពនិងការចរចាជាមួយតំណាងអន្តរជាតិនៅក្នុងស្រុកកម្ពុជាក៏អាចប្រើប្រាស់យុទ្ធសាស្ត្រសន្តិភាពនិងការផ្ដល់សកម្មភាពទូតដើម្បីជំរុញការចរចាព្រមទាំងការប្រើប្រាស់ស្ថានភាពអន្តរជាតិដើម្បីដោះស្រាយបញ្ហាតែការប្រើប្រាស់អំពើហិង្សាគួរតែជាការជ្រើសរើសចុងក្រោយហើយគួរតែធ្វើដោយភាពចំណាក់ទោសនិងគោរពច្បាប់អន្តរជាតិប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជានោះម្នាក់ភាគច្រើនគឺចង់ឲ្យតែកម្ពុជាប្រើកម្លាំងផ្អាប់បាយតបតជាមួយនឹងថៃដែលវាបានបំពេញបទឈប់បាញ់នៅក្នុងការដែលវាវាយផ្ទះជាបរដ្ឋការស្អីគេហៅថារុះរើផ្ទះជាបរដ្ឋខ្មែរណាហើយជាបរដ្ឋមួយចំនួនធំច្រើនមែនទែនចង់ឲ្យតែខ្មែរប្រើកម្លាំងផ្ដាល់អាវុធទៅលើថៃបើសិនជាខ្មែរផ្ទុះអាវុធមុនតើថៃវានឹងមានវានឹងវាយសន្ទប់លើកម្ពុជាឬមួយក៏វានឹងចោទកម្ពុជាថៃកម្ពុជានឹងបំពេញបទឈប់បាញ់ឬមួយក៏យ៉ាងណាដែរការប្រើប្រាស់អំពើហិង្សាគឺជាការជ្រើសរើសដែលមានហានិភ័យខ្ពស់និងអាចនាំឲ្យមានវិបត្តិធំធេងប្រសិនបើកម្ពុជាប្រើអំពើហិង្សាជាច្បោះមកអាចនាំឲ្យមានការប៉ះទង្គិចធំនិងបង្កើនភាពចម្លងរវាងប្រទេសដូច្នេះការចរចានិងការស្វែងរកដំណោះស្រាយសន្តិភាពត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់កម្ពុជាអាចប្រើយុទ្ធសាស្ត្រសន្តិភាពនិងដើម្បីរកឃើញដំណោះស្រាយយ៉ាងល្អនិងកុំឲ្យមានការប៉ះទង្គិចធំសូម្បីតែមានការចាំបាច់ក៏អាចប្រើប្រាស់វិធីសាស្ត្រសន្តិភាពដើម្បីរកសម្រួលឲ្យបានល្អបំផុតប្រសិនបើមានចំណុចណាមួយដែលត្រូវការជជែកដល់សម្រេចយ៉ាងល្អក៏អាចធ្វើបានតាមវិធីសាស្ត្រសន្តិភាពនិងការសហការដោយស្ងាត់ស្ងាត់យល់ហើយចឹងមិនន័យថាកម្ពុជាបច្ចុប្បន្នគួរតែអត់ធ្មត់បន្តទៀតទេទោះបីជាវាបំពេញបទឈប់បាញ់វាមើងងាយជាបរដ្ឋខ្មែរយ៉ាងណាមើងងាយដល់ថ្នាក់ដឹកនាំយ៉ាងណាក៏យើងត្រូវតែអត់ធ្មត់ដើម្បីបញ្ជាសង្គ្រាមហើយស្វែងរកដំណោះស្រាយតាមច្បាប់អន្តរជាតិដែរព្រោះកម្ពុជាបើច្បាំងជាមួយថៃខាងឆាត់ GPT គិតថាតើមួយណាមានព្រៀបជាងឬមួយក៏យ៉ាងម៉េចឬមួយក៏យើងត្រូវប្រើយន្តការក្នុងការអត់ធ្មត់បន្តទៀតច្បាស់ណាស់ទៅពេលនេះកម្ពុជាក៏គួរតែមានការអត់ធ្មត់បំបែកនិងប្រើប្រាស់យុទ្ធសាស្ត្រសន្តិភាពដើម្បីរកសម្រួលដោយគោរពច្បាប់អន្តរជាតិនៅក្នុងស្ថានភាពនេះការរៀបចំការចរចានិងការសហការអន្តរជាតិអាចជាជំរឿនល្អសម្រាប់ការរកស៊ីនិងដោះស្រាយបញ្ហាប៉ុន្តែប្រសិនបើមានការប៉ះទង្គិចក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូច្នេះការទុកចិត្តនិងការអត់ធ្មត់ជាដើមគឺមានសារៈសំខាន់ណាស់